គ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនដែលជា fan របស់ channel YouTube ខាន់ចន្ទធឿន Official ឬក៏ពី My Family 88លោករថយន្តបងប្អូនអញ្ចឹងថ្ងៃនេះមកជួបជាមួយលោកគ្រូខាន់ចន្ទធឿនចែករំលែកបទពិសោធន៍និងចំណេះដឹងថ្មីមួយអូខេបន្ទាប់ពីខ្ញុំហាត់ប្រាណរួចចឹងសូមចែករំលែកអូខេនៅក្នុងវីដេអូខ្លីមួយជូនពុកម៉ែបងប្អូនបន្តិចបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនគេធ្លាប់តាមដានវីដេអូខ្ញុំមុនខ្ញុំបានចេញវីដេអូមុនថាតើពុកម៉ែបងប្អូនជិះឡានបែបណាដែលខាតច្រើនឬក៏មូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យពុកម៉ែបងប្អូនខាតច្រើនបងប្អូនណាពេលលក់ឥឡូវនេះខ្ញុំមកចេញវីដេអូមួយបញ្ច្រាស់ពីវីដេអូមុនថាតើពុកម៉ែបងប្អូនជិះឡានបែបណាឬក៏ឡានប្រភេទណាមាន model ណាដែលពុកម៉ែបងប្អូនមិនសូវខាតនៅពេលដែលពុកម៉ែបងប្អូនចង់លក់ទៅវិញបងប្អូនណាអញ្ចឹងខ្ញុំចែករំលែកបន្តិចជូនពុកម៉ែបងប្អូនគេអញ្ចឹងខ្លីទេបងប្អូនអញ្ចឹងចម្លើយទី1គេសម្រាប់នៅក្នុងវីដេអូនេះបងប្អូនអញ្ចឹងគឺពុកម៉ែបងប្អូនជិះឡាន model ដែលគេពេញនិយមប្រើនៅក្នុងប្រទេសអញ្ចឹងបងប្អូនអាចពិនិត្យមើលខ្លួនឯងខ្ញុំមិនហ៊ាន recommend ទេកុំឲ្យប៉ះពាល់ដល់ model ផ្សេងអញ្ចឹងគ្រាន់តែជាគំនិតខ្ញុំមួយថាពុកម៉ែបងប្អូនគួរជិះឡានណាដែលគេនិយមប្រើនៅក្នុងប្រទេសយើងអញ្ចឹងយើងអត់ផ្ដោតទៅលើប្រទេសផ្សេងទៀតមានតែពេលដែលលក់វិញគឺពុកម៉ែបងប្អូនងាយរកម្ចាស់អញ្ចឹងបងប្អូនត្រូវសង្កេតមើលឡានខ្លះទិញស្រួលបងប្អូនណាប៉ុន្តែលក់វិញគឺដូចអេតចាយអញ្ចឹងបងប្អូនណាគេខ្ញុំធ្លាប់មានបងថ្លៃគិតជិះអីយ៉ាងទៅអញ្ចឹងមាន model ជាច្រើនដែលនិយមហើយក៏មាន model ជាច្រើនដែលទិញហើយលក់ទៅវិញដូចអេតចាយអញ្ចឹងបងប្អូនឡានទិញ7 8ម៉ឺនយកទៅឲ្យគេវិញជិះបានត្រឹមតែ2 3ឆ្នាំគេឲ្យក្រៅ10000បងប្អូនណាផ្ទាល់ហ្មងគឺខ្ញុំនេះជិះទៅលក់ហ្មងបងប្អូនណាគេអញ្ចឹងទី1គឺ model ដែលគេពេញនិយមនៅក្នុងប្រទេសយើងអញ្ចឹងបងប្អូនឆ្វេងយកដល់ខ្លួនឯងខ្ញុំអត់ recommend ទេនិយាយទៅកុំឲ្យប៉ះពាល់ដល់គេពីព្រោះទាំងខ្ញុំទាំងគេមានកាន់ model ផ្សេងអញ្ចឹងគ្រាន់តែបងប្អូនអាចពិចារណាតាមការគួរបន្តមកទៀតបងប្អូនគឺឡានមានតែផ្ដោតទៅលើពណ៌បងប្អូនណាអញ្ចឹងពណ៌តាមពិតពណ៌អីក៏ស្អាតដែរបងប្អូនគេប៉ុន្តែបងប្អូនត្រូវដឹងថាពណ៌ណាដែលពេញនិយមប្រើនៅក្នុងប្រទេសយើងដែរបងប្អូនណាលក់វិញស្រួលគេពណ៌ខ្លះគឺត្រូវបានគេរើសអើងពេលដែលលក់គេប្រម៉ូទថាពណ៌នេះពណ៌ហុងស៊ុយពណ៌អីដល់ពេលយកទៅលក់វិញគេប្រអាប់អញ្ចឹងបងប្អូនត្រូវប្រយ័ត្នកន្លែងហ្នឹងដែរបងប្អូនណាគេអញ្ចឹងគឺខ្ញុំក៏អត់និយាយទៀតថាតើពណ៌អីទេពេញនិយមបងប្អូនឆ្វេងយកខ្លួនឯងទៀតបងប្អូនណាគេអញ្ចឹងសិក្សាខ្លួនឯងគាត់ថាខ្ញុំពញាក់អារម្មណ៍បងប្អូនគេអញ្ចឹងគឺពណ៌ណាដែលគេនិយមប្រើលក់វិញគឺស្រួលកុំឲ្យលក់វិញគេបង្អាប់នៅគេពេលទិញសិតតែប្រាប់ថាពណ៌នេះពណ៌ហុងស៊ុយអីណាតែដល់ពេលលក់វិញចប់បងប្អូនមួយទៀតគឺទិញឡានគេមានណាគឺឡានថ្មីមិនមែនឡានដែលគេធ្លាប់ធ្វើច្រេះបងប្អូនណាមានណាបាតថ្មីសាច់ដែកថ្មីចឹងពុកម៉ែបងប្អូនគេលក់ទៅវិញឡានប្រភេទហ្នឹងគឺអត់សូវខាតទេបងប្អូនអានេះគឺខ្ញុំផ្ដោតទៅលើឡានមកទឹកពីស្រុកក្រៅបងប្អូនណាអត់ផ្ដោតរឿងឡានខ្លាញ់គោនៅក្នុងស្រុកខ្មែរអញ្ចឹងសម្រាប់ឡានមកទឹកដែលបងប្អូនមានអាជីពពីស្រុកក្រៅអញ្ចឹងបងប្អូនត្រូវប្រកាសថាទិញបានឡានដែលបាតថ្មីសាច់ដែកថ្មីមិនមែនឡានដែលគេធ្លាប់ធ្វើច្រេះបងប្អូនហ្នឹងឯងឡានធ្លាប់ធ្វើច្រេះឬក៏ឡានច្រេះហ្នឹងខ្ញុំតែងតែជំរាបជូនថាប្រៀបដូចអ្នកជំងឺមហារីកអញ្ចឹងបងប្អូនធ្វើហើយគឺអត់បាត់ទេមានណាវាឡើងច្រេះវិញហើយពេលលក់នៅពេលដែលគេដឹងថាច្រេះបងប្អូនអញ្ចឹងគឺជាទូទៅអ្នកខ្លះគឺមិនយកហ្មងបើសម្រាប់ខ្ញុំគឺដឹងតែអត់ហ្មងប៉ុណ្ណាគេគឺអត់អូខេនឹងបន្តមកទៀតគឺបងប្អូនទិញគេឡានស្អាតមិនមែនឡានបុកឡានធ្លាប់បុកអូខេហើយគេយកមកកែកុនវិញឬក៏ឡានកឡាប់អូខេអាហ្នឹងគឺបងប្អូនគេអត់សូវខាតទេបើទិញចំបានឡានស្អាតមិនមែនឡានច្រេះមិនមែនឡានបុកឬក៏ឡានកឡាប់អាហ្នឹងគឺបងប្អូនលក់វិញអត់សូវខាតទេហើយគេបងប្អូនទិញឡានដែលមិនមែនឡានកាត់តបងប្អូនអូខេឬក៏គេកាត់ខ្វៀលកាត់តនៅក្នុងខ្លឹមសារវីដេអូខ្ញុំនេះគឺមិនផ្ដោតទៅលើឡានរឿងគេផ្គុំចូលគ្នាហើយគេដាក់លក់អាហ្នឹងបងប្អូនដឹងហើយហាងឆេងវាលក់ហាងឆេងវាធូរអញ្ចឹងតាមពិតបងប្អូនមិនសូវខាតតែសំខាន់អាឡានដែលគេប្រាប់ថាមូលហើយគឺលក់តម្លៃថ្លៃពេញបឹបអាហ្នឹងគឺបងប្អូនលក់វិញអូខេគឺខាតបងប្អូនណាអូខេហើយឡានកែយូកូតតែបើសិនថាឡាន model ហ្នឹង
កាយចកោតដូចជាឥឡូវខ្ញុំនិយាយ model មួយចុះដូចជា2 model ចុះដូចជាពួក Toyota Wait គេអាហ្នឹងដឹងថារបស់ជប៉ុនដឹងតែកែអញ្ចឹងអាហ្នឹងគឺអត់ទេហាងឆេងគេលក់គេអត់មានប្រឡែងប្រឡំបងប្អូនទេអញ្ចឹងអាហ្នឹងគឺអត់មានខុសច្បាប់ហើយបងប្អូនលក់វិញក៏អត់ខាតច្រើនដែរដោយសារអាហ្នឹងគឺ model ហ្នឹងគេដឹងតែកាយចកោតដូចជា Alphard គេមានថា015ចុះមកក្រុមជាទូទៅច្រើនណារបស់ជប៉ុនតែវាមានមួយទៀតគឺ spec Rossi អានឹងផ្សេងទៀតបងប្អូនណាចកោតឆ្វេងតែបើអាចកោតស្ដាំគេប្រាប់យើងចកោតស្ដាំគេលក់ក្នុងតម្លៃចកោតស្ដាំអាហ្នឹងគឺអត់សូវខាតទេតែបងប្អូនទិញចំឡានគេដែលគេកាយចកោតគេអត់ប្រាប់បងប្អូនគេហើយគេលក់តម្លៃស្មើមួយចកោតឆ្វេងផ្សេងអាហ្នឹងគឺបងប្អូនខាតច្រើនទេបងប្អូនណាអូខេទី6បងប្អូនទិញគេបានស្អាតឡានមិនមែនសាកលេខទុតិយតាឬក៏គេបងប្អូនជីអត់ថែទាំបាត់សាកលេខអាហ្នឹងក៏បងប្អូនខាតដែរបងប្អូនណាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនឡានពុកម៉ែបងប្អូនអត់ធ្លាប់បាត់សាកលេខទេលក់ទៅសាកលេខគឺនៅស្អាតបាត់អញ្ចឹងក៏បងប្អូនអត់សូវខាតដែរបងប្អូនណាអញ្ចឹងគឺហាងឆេងវាទៅតាមហ្នឹងអញ្ចឹងបងប្អូនកុំច្រឡំមួយទៀតថាគេមានជីសាកលេខណាអត់ទេបងប្អូនគេអញ្ចឹងគឺអត់ជីសាកលេខទេប៉ុន្តែអាហ្នឹងគឺគប់សំដូចតែមកទូខ្លួនយើងអញ្ចឹងបងប្អូនណាគេអញ្ចឹងគឺពឹងគេតាំងពីតិចច្រមុះមាត់ភ្នែកសក់ឃើញទេគ្រាន់តែខ្ញុំបាត់ចំណុចមួយប្រសិនបើខ្ញុំនៅក្មេងវិញស្ដីទៅដឹងបងប្អូនមានថាបើគេត្រូវប្រកប5000អញ្ចឹងគេអាចទាប្រកបដល់8000ឬក៏10000ខ្ញុំនិយាយលេងបងប្អូនប៉ុន្តែអាហ្នឹងក៏ជាការពិតដែរបងប្អូនណាអញ្ចឹងគឺយើងមានតែកុំឲ្យបាត់បងប្អូនណាអូខេអត់សូវខាតទេបងប្អូនបើជិះថែទាំឲ្យបានត្រឹមត្រូវបងប្អូនជិះឡានអានេះខ្ញុំមិនសូវចង់និយាយដែរកាញ់ប៉ះពាល់តែអានេះគ្រាន់តែជាទស្សនៈរបស់ខ្ញុំមួយចំណុចទី7នេះបងប្អូនទិញឡានសាកលេខឡានមានសាកលេខហើយតាមពិតគឺគេខាតហើយបងប្អូនណាគេខាតតម្លៃឡានហើយស្រាប់អូខេខាតរឿងអីផ្សេងទៀតអញ្ចឹងបងប្អូនអាចពិចារណាចំណុចនេះដែរតែបើសិនជាបងប្អូនមិនសូវខ្វល់រឿងលុយទេអាហ្នឹងគឺដឹងតែខាតច្រើនអញ្ចឹងខ្ញុំបញ្ជាក់ថារឿងមិនសូវខាតតែបងប្អូនអញ្ចឹងជិះឡានផ្លាញ់គោក៏ដោយតែបងប្អូនកុំទិញថ្មីនៅក្រុមហ៊ុនហ្មងអានេះគឺបងប្អូនអត់សូវខាតទេបងប្អូនណាហើយឡានមកទឹកតែមិនមែនឡានក្តាស់ពុនឡានមានសាកលេខហើយអានេះក៏បងប្អូនអត់សូវខាតដែរបងប្អូនណាអញ្ចឹងចំណុចដែលអត់សូវខាតទី7នេះខ្ញុំគ្រាន់តែនិយាយរៀងខ្សឹបទៅកុំឲ្យថានេះប៉ុន្តែអានេះទស្សនៈរបស់ខ្ញុំឯងបងប្អូនពីព្រោះមនុស្សមួយចំនួនគឺគេមិនសូវចង់របស់ដែលគេទេតែគ្រាន់តែក្នុងខ្លឹមសារវីដេអូខ្ញុំចង់ចែកម្លែកថាឡានប្រភេទណាដែលមិនសូវខាតអញ្ចឹងមិនសូវខាតបើបងប្អូនទិញឡានបន្តពីគេឡានសាកលេខគឺអត់សូវខាតទេគ្រាន់តែឡានសាកលេខមិញបងប្អូនត្រូវប្រយ័ត្នពីចំណុចលើមិញអូខេអាចសាកលេខមានទុតិយតាអាចឡានកឡាប់ឡានបុកអូខេកាត់តបដោពោអូខេអាហ្នឹងគឺនេះប៉ុន្តែឡានក្តាស់ពុនក៏មិនប្រកបដែរលើកលែងតែបងប្អូនទិញឡានថ្មីក្រុមហ៊ុននេះអាហ្នឹងបានជិះវៀងបានឡានក្តាស់ពុនក៏បងប្អូនកុំសង្ឃឹមហ្នឹងដឹងតែអត់បុកដឹងតែអត់ច្រេះដឹងតែអត់ប្រោពោអត់ទេបងប្អូនណាអូខេអញ្ចឹងឡានដែលសុវត្ថិភាពគឺបើសិនជាបងប្អូនមិនចេះមើលហើយបងប្អូនអត់ខ្វល់រឿងបុកប៉ះកឡាប់កាត់តប្រោពោអាហ្នឹងបងប្អូនទិញថ្មីក្រុមហ៊ុនហ្មងប៉ុន្តែខ្ញុំជំរាបជូនថាឡានប្រភេទហ្នឹងបងប្អូនខាតច្រើនអញ្ចឹងបើមិនសូវចង់ខាតទេបងប្អូនជិះឡានបន្តពីគេឡានមានសាកលេខហើយខ្ពស់មកជាងគឺបងប្អូនសូវខាតទេចំណុចទី8បងប្អូនគេបងប្អូនទិញបានឡានស្អាតគឺមិនមែនមានឡានប៉ូស៊ីនបងប្អូនណាតែបើបងប្អូនទិញចំឡានគេមិនមែនប៉ូស៊ីនចេញពីរោងចក្រទេមានឡានគេបដូរប៉ូអាហ្នឹងគឺបងប្អូនត្រូវខាតច្រើនហើយអញ្ចឹងខ្ញុំបញ្ជាក់ក្នុងវីដេអូនេះគឺបងប្អូនទិញប៉ូបានប៉ូស៊ីនពីរោងចក្របងប្អូនណាប៉ូអីប៉ូទៅប៉ុន្តែបងប្អូនត្រូវចាំចំណុចទី2ខ្ញុំលើកឡើងមិញគឺប៉ូដែលគេពេញនិយមតែបងប្អូនស្រឡាញ់ប៉ូណាបងប្អូនជិះប៉ូហ្នឹងទៅកុំរើសអើងបងប្អូនណាអញ្ចឹងខ្ញុំមិនបដិវត្តប៉ូទេតែគ្រាន់តែខ្ញុំចែកម្លែកដាស់តឿនណាប៉ូដែលពេញនិយមតែប៉ុណ្្នឹងទៅបានហើយខ្ញុំអត់លើកថាប៉ូនេះនិយមប៉ូនោះនិយមអត់ទេបងប្អូនណាអញ្ចឹងគឺរសនិយមខុសៗគ្នាបងប្អូនតែគ្រាន់តែខ្ញុំពញ្ញាអារម្មណ៍ថាប៉ូដែលគេនិយមប្រើអញ្ចឹងបងប្អូនស្រួលក្នុងការលក់វិញហើយក៏មិនសូវខាតដែរបងប្អូនណាចំណុចទី9បងប្អូនគេអញ្ចឹងបងប្អូនជិះគេឡានគឺកុំលក់បន្ទាន់បងប្អូនណាគេតែលក់បញ្ញាប់លក់ឲ្យតែចេញបងប្អូនឈប់ស្រឡាញ់គេឬក៏បងប្អូនប្រើបានតែមិនបន្តិចលក់គឺបងប្អូនខាត់ច្រើនហ្នឹងបងប្អូនណាអញ្ចឹងបងប្អូនជិះ
ok อย่างហោចណាស់បាន3ឆ្នាំអីទៅបងប្អូនណាគេចឹងចាំលក់អាហ្នឹងគឺអត់សូវខាតទេបងប្អូនណាអញ្ចឹងខ្ញុំចែករំលែកបែបហ្នឹងតែតើបងប្អូនស្អប់គេចង់លក់បន្តហ្នឹងគឺបងប្អូនត្រូវខាតច្រើនហើយអូខេចំណុចទី10បងប្អូនអូខេជិះឡានមិនសូវខាតលុះត្រាតែបងប្អូនត្រូវចេះថែទាំបងប្អូនណាតាំងពីប្រេងម៉ាស៊ីនតាំងពីប្រេងប្រអប់លេខបងប្អូនតាំងពីការចតរបស់ពុកម៉ែបងប្អូនអូខេដែលមានដើមស្វាយខ្ញុំចែករំលែកបន្តិចបងប្អូនណាសូមចែករំលែកកុំចតនៅក្រោមដើមស្វាយបងប្អូនអូខេអញ្ចឹងនៅពេលដែលស្វាយគេរដូវមានផ្កាមានផ្លែជ័រស្វាយមកស៊ីទឹកថ្នាំខ្ទេចបងប្អូនស្លកអស់ហ្នឹងគេអញ្ចឹងបងប្អូនត្រូវថែទាំហើយនេះជាបទពិសោធន៍ខ្ញុំធ្លាប់ទិញកាមេរី071គាត់អត់សូវជីតែចតក្រុមនឹកខាងក្រោមដើមស្វាយចោលខ្ញុំយកមកឡាននឹងដឺមីមកជុំបងប្អូនផែជាចូលជិត10ឆ្នាំនេះខ្ញុំចាំអូខេហើយអញ្ចឹងគឺគាត់ចតក្រុមដើមស្វាយខ្ញុំទៅសកលវិទ្យាល័យខ្ញុំអាដើមឈើប៉និតហ្នឹងក៏មិនបានដែរបងប្អូនអូខេចោវាដាក់មកជាប់យកហ្មងហ៊ានតែចតយូរអាហ្នឹងក៏ស៊ីទឹកថ្នាំឡានដែរបងប្អូនណាអូខេហើយបងប្អូនជីថែទាំនឹងបងប្អូនបើខូចតិចបងប្អូនត្រូវធ្វើកុំឲ្យវារាលដាលធ្ងន់បងប្អូនណាអញ្ចឹងដូចតែសុខភាពយើងដែរឈឺត្រូវតែចូលពេទ្យហើយក៏ត្រូវចេះថែទាំរាងកាយយើងដែរមិនអញ្ចឹងទេស្លាប់លឿនដូចគ្នាអញ្ចឹងឡានដូចគ្នាដែរបងប្អូនខាត់ច្រើនដូចគ្នាតែជីអត់ថែបងប្អូនចំណុចទី11បងប្អូនអញ្ចឹងបងប្អូនមិនត្រឹមតែថែឡានទេមិនត្រឹមតែថែទឹកថ្នាំថែសាច់ដែកថែម៉ាស៊ីនថែប្រអប់លេខឯងឬក៏ថែសាកលេខឯងបងប្អូនត្រូវចេះថែទាំមួយទៀតគឺឯកសារឡានបងប្អូនណាបងប្អូនខកសឹកខ្វាច់ខ្វល់ឯកសារឡានបាត់កាតគ្រីបងប្អូនបាត់លទ្ធប័ត្រឬក៏យើងហៅថាមញ្ញែតបងប្អូនពីរហ្នឹងសំខាន់ណាស់បងប្អូនណាគេបាត់បើឡានថ្មីខ្ញុំអត់យកបងប្អូនណាបញ្ជាក់តនបានទេប្រភេទមញ្ញែតទេសចរអញ្ចឹងគឺសំខាន់បងប្អូនអញ្ចឹងបងប្អូនត្រូវចេះថែទាំទុកដាក់ឯកសារបានត្រឹមត្រូវបងប្អូនម្ចាស់ដើមអាចទៅធ្វើបានមែនប៉ុន្តែនៅពេលហ្នឹងលក់ហាងឆេងត្រូវខុសពីឡានគេមិនតិចបងប្អូនណាឡានបាត់សាក់លេខឬក៏បាត់ឯកសារនេះគឺវាទុតិយតាអញ្ចឹងគេអត់សូវចង់បានទេបងប្អូនគេបើសិនបើអ្នកមានចំណេះមានជំនាញពីឡានដូចជាខ្ញុំឬក៏រូបគេផ្សេងគេដឹងគឺតម្លៃបើយកគឺខ្ញុំត្រូវកាត់លុយហ្នឹងដើម្បីខ្ញុំយកមកផ្លោះអក្សរចេញឬក៏កាត់ឈ្មោះចេញមកវិញបងប្អូនណាអញ្ចឹងបងប្អូនគឺត្រូវចេះថែទាំឯកសារឡានផងបងប្អូនចំណុចចុងក្រោយបងប្អូនទិញចំឡានដែលគេតុបតែងហើយអានេះខ្ញុំនិយាយរឿងឡានមានសាក់លេខហើយទេបើឡានពីក្រុមហ៊ុនថ្មីហ្មងអត់ឡានក្តារពុនហ្មងអត់មានតុបតែងទេអញ្ចឹងបើបងប្អូនគេសំណាងទិញឡានគេខ្ញុំចេះលក់ឡានខ្ញុំជំរាបជូនបន្តិចសិនហ្មងមុនជំរាបជូន12នេះតាមពិតខ្ញុំចេះលក់ឡានគឺដោយសារខ្ញុំជិះឡានសាក់លេខហ្នឹងហើយជិះដែលគេហ្នឹងហើយទិញចំឡានដែលគេតុបតែងហើយច្រើនហ្នឹងអញ្ចឹងឡានដែលខ្ញុំជំរាបជូនថាអត់សូវខាតទិញចំឡានដែលគេ make up គេតុបតែងច្រើនបងប្អូនណាគេឡើងគុជឡើង360ឡើង smart key ដូច Highlander 02ខ្ញុំមួយប្រហោះបងប្អូនអញ្ចឹងឡានហ្នឹងគឺពុកម៉ែបងប្អូនដែលទិញបន្តទៅគឺចំណេញច្រើនណាដោយសារម្ចាស់លេង360មួយជុំឡើង smart key គុជ laser កាមេរ៉ា record មុខក្រោយកម្រាល VIP កម្រាល tableau អូខេមក set អូខេសបកកង់ឲ្យថ្មីអញ្ចឹងគឺយើងទិញទៅជិះបងប្អូនអាហ្នឹងគឺចំណេញឬក៏ឡានខ្លះគេឡើងសេរីទៀតបងប្អូនឡើងអស់7-8000 10000នេះទៀតតែពេលលក់គេមានគិតរឿងហ្នឹងណាបងប្អូនអត់មានគិតរឿងតុបតែងអត់មានគិតរឿងឡើងសេរីបងប្អូនណាតែបងប្អូនទិញបានចំឡានអញ្ចឹងគឺពុកម៉ែបងប្អូនអត់សឹកខាតទេពេលលក់វិញបងប្អូនណាអញ្ចឹងបងប្អូនយកមកគឺបងប្អូនអត់សូវបានតុបតែងហើយគេរៀបឲ្យមកស្អាតហើយគេឡើងសេរីហើយអញ្ចឹងទិញឡានប្រភេទនេះបងប្អូនគឺអត់សូវខាតទេអញ្ចឹងចំណុចដែលខ្វះខាតបងប្អូនអាចពិចារណាដោយខ្លួនឯងទៅខ្ញុំលើកឡើង12ចំណុចសម្រាប់ពុកម៉ែបងប្អូនពិចារណាថាជិះឡានបែបណាឬក៏ឡានប្រភេទណាដែលមិនសូវខាតបងប្អូនណាអូខេអរគុណច្រើនបងប្អូនអរគុណជំរាបលា